លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីតទៅនេះសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាទាំងអស់ទៅតាមដានស្ដាប់ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី8ដូចតទៅក្រុងរាពណ៍បានទូងស្គរប្រមូលទ័ពហើយបញ្ជាឲ្យពិភេកទាយអំពីវាសនានៃនគរលង្កាពិភេកបានគន់គូហើយស្នើក្រុងរាពណ៍ឲ្យយកនាងសីតាទៅថ្វាយព្រះរាមវិញហើយបានប្រៀបប្រដូចរាពណ៍ដែលយកនាងសីតាមកទៅនឹងក្អែកដែលពាំកែវពីទូនសូរកាហើយកែវនោះនឹងនាំឲ្យឆេះសម្បុកម្យ៉ាងទៀតប្រៀបទៅនឹងត្រីស៊ីនុយក្រុងរាពណ៍ខឹងក៏វាយក្បាលពិភេកនឹងស្បែកជើងរួចបណ្ដេញចេញពីនគរពិភេកខឹងណាស់នឹងរស់នៅក្នុងព្រះនគរតទៅទៀតនាំខ្មាស់ញៀតអស់ពលសកលយោធាក៏ភៀសខ្លួនរត់ទៅសុំថ្វាយខ្លួនព្រះរាមសុគ្រីពនិងពលស្វាទាំងអម្បាលមានឃើញក៏ចាប់ពិភេកទៅថ្វាយព្រះរាមមិនទុកចិត្តក៏ប៉ុន្តែចំពោះពៀនជាហោរាថាពិភពជាហោរាពូកែណាស់គាត់មកនេះគឺដើម្បីសុំចោះចូលនឹងព្រះរាមរីករាយទទួលពិភេកឲ្យនៅជាមួយថែមទាំងបានប្រទានរង្វាន់ជាទីគាប់បហារតីដល់ពិភេកទៀតរីឯនាងមណ្ឌលគិរីក៏មានសុភវិនិច្ឆ័យរំលឹកស្វាមីដែរពុំគួរធ្វើទណ្ឌកម្មពិភេកបែបនេះសោះហើយក៏ពុំគួរលួចយកព្រះនាងសីតាមកមិនសមសោះឡើយរៀបខឹងយ៉ាងខ្លាំងជេរប្រមាថនាងមណ្ឌលគិរីថាទៅធ្វើប្រពន្ធពិភេកទៅផ្សំរៀបប្រើរុក្ខសេនជាសេនាឲ្យនាំពលទៅចូលព្រៃដើម្បីចាប់ទ័ពស្វាបង្អត់អាហារព្រះរាមប្រើរុក្ខពិណោឲ្យនាំពលស្វា 50000 ទៅបេះផ្លែផល្លាទ័ពជានិងស្វាប៉ះគ្នាក៏ច្បាំងគ្នាស្លាប់អស់រលីងសល់តែយៈមួយរត់រួចខ្លួនដែលនាំដំណឹងបរាជ័យទៅប្រាប់អធិកាយស្ដាប់ច្រឡំដែលឃើញរុក្ខជាតិស្លាប់ស្មានថាហនុមានក៏ទូលក្រុងរាពណ៍ត្រេកអរណាស់ក៏និយាយចំអកផ្ដោះផ្ដងទៅឲ្យនាងមណ្ឌលគិរីទោះសមុខបញ្ជាឲ្យលើកឆាត់ជ័យមង្គលបណ្ដាលឲ្យងងឹតបិទសែងសូរិយាអស់ព្រះរាមទតឃើញដូច្នោះក៏សួរទៅពិភេកហោរាហើយក៏ទាញធ្នូសបាញ់ត្រូវឆាត់បាក់ខ្ទេចអស់ក្រុងរាពណ៍ខឹងខ្លាំងពេកក៏សួរទៅប្រហេតហោរាក៏គុណគូថ្វាយថាព្រះរាមមានសេនាពូកែ18នាក់និងពល70អខោភិនី218,700នាក់និងទ័ពរត់21,870នាក់បានដឹងសេចក្តីពីប្រហេតហោរាគុណគូថ្វាយរួចមករាពណ៍ក៏ប្រើឧបាយកលបង្ខំឲ្យនាងសីតាជិះលើរាជរថបង្ហោះនាំមកក្បែរកងទ័ពព្រះរាមដើម្បីបញ្ជឿចិត្តព្រះរាមថ្លែងសរបំផ្លាញរាជរថបាក់ខ្ទេចអស់តែរាពណ៍បានហៅពិស្ណុកាមកធ្វើរាជរថឲ្យបានល្អដូចដើមថែមទាំងនាំនាងសីតាបញ្ជិះលើរាជរថម្ដងទៀតព្រះរាមខ្ញាល់ខ្លាំងណាស់បំរុងយកសព្រំមាសបាញ់ប៉ុន្តែខ្លាចអន្តរាយដល់ជីវិតនាងសីតាកាលនោះពិភេកក៏ប្រាប់ការពិតដល់ព្រះរាមទើបព្រះរាមទ្រង់ស្វែងយល់ហើយក៏សេពមន្តអាគមគាថាចង្អុលទៅត្រូវរាពណ៍បណ្ដាលឲ្យចុកពោះដួលសន្លប់លើព្រះរាជរថទៅព្រះរាមបានចាត់ឲ្យអង្គុតនាំសារទៅក្រុងរាពណ៍ដើម្បីធ្វើសង្គ្រាមលុះទៅដល់ក្រុងលង្កាក៏តាំងទាត់ទ្វាររបើកសម្រាប់ពលយៈតាំងពីទ្វារដែកទ្វារសម្រិតទងដែងរហូតដល់ទ្វារស្ពាន់ហើយក៏ជួបនឹងយៈមួយឈ្មោះមឿងឬយក្សាភក្ខណេសដែលខ្លោបខ្លាចភៀសខ្លួនរត់ពួនយកសុកក្រុងរាពណ៍ឲ្យគេរៀបចំទទួលអង្គុតដោយប្រុងប្រយ័ត្នជើងការជាមុនដោយរៀបកន្លែងឲ្យអង្គុយស្មើនឹងគប់ការអង្គុតមិនព្រមស្មើនឹងអនិច្ចិតក៏មិនព្រមទៀតក៏លោតរំលងផុតក្បាលអនិច្ចិតទៅអង្គុយក្បែរក្រុងរាពណ៍ហើយក៏តាំងឆ្វាយកន្ទុយអង្គុយលើស្មើនឹងរាពណ៍ពេលនោះទសមុខបានរំលឹកថាអង្គុតនេះត្រូវជាកូនបង្កើតរបស់នាងមណ្ឌលគិរីនិងពីលីម្ដេចឃើញហើយមិនគោរពម្ដាយអង្គុតឃើញមេដាគ្រាន់តែលើកដៃម្ខាងគោរពហើយក៏រំលឹកតបទៅវិញថា
ពីដើមក្រុងរាពណ៍នេះយល់អង្រឹងថ្វាយពីលីជាឪពុកខ្លួនរាពណ៍ខឹងខ្លាំងណាស់ប្រុងស្ទុះទៅទះអង្គត់តែត្រូវអង្គត់ទះកំភ្លៀងនៅចំពោះមុខទីប្រជុំក្រុងរាពណ៍ខឹងខ្លាំងពេកប្រើសេនា4នាក់ឲ្យដេញតាមចាប់អង្គត់តែត្រូវអង្គត់វាត់ដាច់ក្បាលស្លាប់អង្គត់យកដំណឹងមកថ្វាយព្រះរាមវិញបន្ទាប់មកទៀតរាពណ៍ក៏ត្រាស់អាមាត្យឲ្យទៅហៅគប់ផ្កាជាប្អូនមកជួយធ្វើសង្គ្រាមគប់ផ្កានិយាយរំលឹកបងអំពីរឿងហេតុដែលបណ្ដាលមកពីនាងសុបនខាទៅចង់ប្រុសខុសក្រិតក្រមហើយក្រុងទសមុខទៀតសោតក៏ខុសដោយលមោបនឹងតណ្ហារួចយកនាងសីតាតែប៉ុណ្ណោះរៀបចោតគប់ផ្កាថាកំសាកខ្លាចសង្គ្រាមជាមួយសត្វស្វាបន្ទាប់មកក៏ស្លងចិត្តតាមរៀបចូលទៅជួយច្បាំង